បាទខ្ញុំក៏ចង់បកស្រាយដល់មហាជនផងដែរអំពីបាទក្រុមហ៊ុន Peace សូមបញ្ជាក់ផងដែរថាក្រុមហ៊ុន Peace ដែលជាស្នាដៃកូនខ្មែរបង្កើតឡើងដោយកូនខ្មែរបាទ Peace មានន័យថាសន្តិភាពអញ្ចឹងក្រុមហ៊ុន Peace យើងដោយសារមានផ្ទុះសង្គ្រាមដល់តាមព្រំដែនបាទអញ្ចឹងវាធ្វើឲ្យយើងមានចិត្តមួយថាយើងមិនត្រូវប្រើនៅផលិតផលយើងពហិការមិនប្រើផលិតផលរបស់ប្រទេសសៀមបាទអញ្ចឹងក្រុមហ៊ុន Peace នេះកើតឡើងគឺក្នុងគោលបំណងមួយគឺបន្លិចអីឃើញថាគឺយើងឈប់ប្រើប្រាស់នៅការ៉ាសាំង PTT តទៅទៀតដែលជារបស់ក្រុមហ៊ុនរបស់សៀមអញ្ចឹងហើយងាកមកប្រើរបស់ដែលជាឈ្មោះក៏កើតដោយក្រុមហ៊ុនដែលកើតឡើងដោយកូនខ្មែរជាក់ស្ដែងគឺចង់ជំរាបដល់បងប្អូនមហាជនផងដែរប្រភពនៃការយកប្រេងគឺมันមានការនាំចូលពីប្រទេសសៀមតទៅទៀតទេកន្លងមកគឺរាជរដ្ឋាភិបាលគឺដាក់កំណត់បទបញ្ជាហាម5គឺมันឲ្យនាំចូលនៅបន្លែផ្លែឈើសាច់ឬក៏ប្រេងអន្តរជាតិនានាលក្ខនឹងលក្ខបាទអញ្ចឹងសូមបញ្ជាក់ត្រង់នេះគឺថារាជរដ្ឋាភិបាលចាត់វិធានការរឹតបន្តឹងក្តៅដើម្បីទប់ស្កាត់នៅតំណែងមុខតំណែងដែលហាងគាត់ដាច់ខាតមិនឲ្យចូលអញ្ចឹងសូមបញ្ជាក់ទៅដល់បងប្អូនមហាជនថាបទបញ្ជារបស់ថ្នាក់ដឹកនាំបានដាក់បញ្ជាទៅគ្រប់ស្ថាប័នហើយតើមានអ្នកណាគេហ៊ានយកមកទាំងបំពេញអញ្ចឹងបច្ចុប្បន្ននេះគឺអត់មានតំណែងដូចជាឧទាហរណ៍ថាប្រេងចុះបាទប្រេងអន្តរជាតិហ្គាសឬក៏អីផ្សេងពាក់ព័ន្ធគឺអត់មានទេអត់មានចូលមកប្រទេសខ្មែរដាច់ខាតអញ្ចឹងសូមបងប្អូនកុំយល់ច្រឡំទី1ទី2គឺជាចង់បញ្ជាក់បងប្អូនផងដែរថាគឺអ្វីដែលចង់ឲ្យបងប្អូនជ្រាបគឺការដែលប្រេងដែលដឹកជូនតាមផ្លូវសមុទ្រផ្លូវទឹកបាទដូចជាផ្លូវសមុទ្រអញ្ចឹងផ្លូវសមុទ្រយើងគឺវាដែនទឹកគឺវាមានព្រំដែនដូចគ្នានឹងព្រំដែនគោកដូចគ្នាអញ្ចឹងដែនសមុទ្រហ្នឹងគឺមានដែនសមុទ្ររបស់សិង្ហបុរីដែនសមុទ្រម៉ាឡេដែនសមុទ្រថៃដែនសមុទ្រកម្ពុជាអញ្ចឹងកប៉ាល់ដែលគេដឹកជញ្ជូនប្រេងមកគឺគេតែងតែមកតាមដែនសមុទ្រឆ្លងកាត់នីមួយៗប្រៀបដូចនឹងយន្តហោះអញ្ចឹងឧទាហរណ៍ឲ្យបងប្អូនស្ដាប់បាទយន្តហោះគ្រប់ប្រទេសគឺត្រូវតែឆ្លងកាត់មានន័យថាឆ្លងកាត់ទៅតាមប្រទេសនីមួយៗគឺឆ្លងកាត់ទេគឺការឆ្លងកាត់ដូចគ្នាអញ្ចឹងការឆ្លងកាត់ហ្នឹងគឺត្រូវតែឆ្លងកាត់នៅផ្ទៃហ្នឹងគេហៅថាផ្ទៃអាកាសព្រំដែនអាកាសព្រំដែនអាហ្នឹងគេហៅថាព្រំដែនដែរបាទអញ្ចឹងដូចគ្នាអញ្ចឹងផ្ទៃសមុទ្រក៏ដូចគ្នាដែរអញ្ចឹងសូមបងប្អូនឲ្យយល់នៅអ្វីអត្ថន័យនៃការដែលគាត់និយាយថាពាក្យថាចូលមកតាមថៃតាមពិតឆ្លងកាត់តាមថៃបាទតាមថៃតាមសមុទ្រវាឆ្លងកាត់ដែនទឹកហ្នឹងបាទអញ្ចឹងសូមបញ្ជាក់ត្រង់កន្លែងហ្នឹងឲ្យបងប្អូនជ្រាបផងដែរគឺมันមានអីទេគឺចង់បញ្ជាក់ថាអត្ថន័យកុំពាក្យថាឬថាពាក្យតថៃបងប្អូនចាប់ដើមវាយតម្លៃមកតម្លាក់មកលើក្រុមហ៊ុន Peace សម្រាប់ខ្ញុំគឺសំទោសគឺយើងមិនអាចធ្វើបែបហ្នឹងបានទេគឺมันអាចនាំយកតំណែងដែលយើងពងស្អប់ពហិការហើយយើងគិតគូរដល់ជាតិជាពិសេសនោះបងកងទ័ពគាត់សុខចិត្តលះបង់ឈាមស្រស់នឹងបែកប្រពន្ធកូនគាត់ដើម្បីទៅការពារយើងបាទដើម្បីជាតិយើងដើម្បីយើងទាំងអស់គ្នារឿងអីខ្ញុំទាំងអស់គ្នាក្រុមហ៊ុនបាយជាទៅធ្វើអីដែលបំពេញចឹងកើតណាមួយគឺចិត្តយើងទាំងអស់គ្នាហ៊ានលះបង់គ្រប់បែបយ៉ាងការលះបង់របស់យើងនៅពេលនេះគឺខាតបង់គឺមិនចេះតិចទេគឺมันក្រោមมันតិចទេគឺបើគិតជាលុយគឺខ្ទង់លៀនហើយបាទខ្ញុំមិនចង់បកស្រាយអីច្រើនទេគឺចង់ជម្រាបទៅដល់បងប្អូនឲ្យបានជ្រាបថាការដែលយើងសម្រេចចិត្តបេការធ្វើមកដល់ដំណាក់កាលនេះហើយគឺយើងមិនមែនទៅឈួតដើម្បីចង់បានផលចំណេញទាំងឈឺចាប់នោះទេបាទអញ្ចឹងអ្វីដែលចង់បញ្ជាក់ម្ដងហើយម្ដងទៀតគឺថាឲ្យយល់នៅសាច់រឿងហើយចំពោះបងប្អូនមួយចំនួនតូចដែលកំពុងតែបំពុលសង្គមសូមមេត្តាគឺបញ្ឈប់ទៅបាទវាអត់មានអីទេខ្មាស់គេបាទខ្មាស់ជាពិសេសប្រទេសជិតខាងវាមើងងាយមកយើងវាថាពួកយើងហ្នឹង
គេហៅភាសាមួយគេហៅថាអត់ចេះជួយគ្នាអត់ចេះសាមគ្គីគ្នាព្យាយាមតម្លាក់គ្នាព្យាយាមបលិចគេសោតយើងហើយមិនមែននិយាយនេះគឺដើម្បីឲ្យបងប្អូនយើងជឿឬក៏អីទេគឺជាក់ស្ដែងគឺវាអញ្ចឹងបងប្អូនអាចសួរទៅអាជ្ញាធរទៅពាក់ព័ន្ធច្បាប់ទម្លាប់អីគ្រប់បែបយ៉ាងបានមិនមែននៅសុកយើងចេះតែធ្វើតាមអំពើចិត្តយ៉ាងបានទេប្រទេសមានច្បាប់ប្រទេសជាតិមានច្បាប់ប្រទេសកម្ពុជាដែលជាប្រទេសដែលគ្រប់ច្បាប់និងគ្រប់តាមគោលការណ៍បាទត្រូវការសន្តិភាពប្រទេសកម្ពុជាគឺមិនចូលចិត្តសង្គ្រាមទេប្រទេសកម្ពុជាគឺឆ្លងកាត់ហើយអញ្ចឹងមិនចង់មានសង្គ្រាមតទៅទៀតទេបាទអញ្ចឹងសូមឲ្យបងប្អូនយល់ហើយអាណិតដល់បងកងទ័ពដែលខំលះបង់គ្រប់បែបយ៉ាងនៅព្រំដែនមកដល់ម៉ោងនេះគឺគាត់នៅតែបន្តការពារកុំមួយថ្ងៃគួយតែរិះគន់គ្នាឯងអត់ជួយលើកគួរតែលើកទឹកចិត្តអ្នកដែលគេលះបង់នេះគេចំណាយលុយរាប់លាននេះដើម្បីអីដើម្បីមុខមាត់ជាតិដើម្បីមុខមាត់ប្រជាជនយើងតែបែរជាបងប្អូនប្រជាជនមួយចំនួនតូចនេះមកវាយខំតែគ្នាឯងអាហ្នឹងគេហៅថាមិនមែនខ្មែរជួយខ្មែរទេអាហ្នឹងគេហៅថាវាហៅថាបើនិយាយខ្លីទៅมันខុសពីពួកអាក្បត់ជាតិមកទោះបាទគឺវាដូចគ្នាអញ្ចឹងហ្នឹងបាទអញ្ចឹងឈប់ទៅបាទឈប់បានឈប់បាទសូមយកយល់ផងបងប្អូនហើយក៏សូមក្តីអនុគ្រោះរាល់ពាក្យពេចន៍អីមិនសមរម្យសូមខន្តីអភ័យទោសផងដែរដល់បងប្អូនបាទសូមជូនពរបងប្អូននៅក្នុងឱកាសបុណ្យប្រជុំបិណ្ឌនេះសូមជូនពរឲ្យមានសុខភាពល្អគ្រប់គ្រួសារជួបជុំគ្រួសារទាំងអស់គ្នាហើយក៏គ្រប់ជូនពរដល់បងតាហ៊ានដែលបានពួកសៀមចាប់ទាំង18នាក់នោះគឺសូមឲ្យបានឆាប់ត្រឡប់មកជួបប្រពន្ធកូនក្រុមគ្រួសារវិញសូមអរគុណបាទសូមជម្រាបលាបាទ